install លោកគ្រូសាន add on model to model kit តើអញ្ចឹងយើង download អាហ្នឹងបន្ទាប់មកយើងមិនបាច់ extract វាទេតោះនេះយើង download វាអញ្ចឹងដើម្បី install វាបានយើងគ្រាន់ download save ហើយយើងចូលទៅក្នុង Blender យើងជ្រើសរើសយក edit preference យើងឃើញមាន preference ណាចឹងយើងឈើយ៉ាងហ្នឹងហើយយើងចូលទៅក្នុង add on នេះតោះនេះជាងការវានៅ interface view light edit animation នេះចឹងយើងចូលមកក្នុង add on ហើយយើងឃើញសញ្ញានេះមួយនេះចុចលើហ្នឹងមកយើងឃើញពាក្យ install from this ហ្នឹងចឹងយើងចំណាំគ្រប់ add on ទាំងអស់គឺយើងត្រូវ install នៅក្នុងហ្នឹងហើយចុចអាហ្នឹងមកយើងទៅ select យក add on ដែលយើងបាន select ហើយយើង install ទៅបានគ្រូអត់មានហើយគឺលោកគ្រូអត់ចូលទៅម្ដងទៀតទេនេះ file មួយនេះ file zip Blender kit tray 134នេះណា install ហើយយើងបិទអាហ្នឹងចោលទៅហើយលោកគ្រូជួញពីនឹងចូលវិញមកអញ្ចឹងយើងឃើញធូរខាងលើនេះខាងលើនេះអញ្ចឹងយើងអាច search យកមើល material យកមើលអីយកមើលជា symbol ជាអីបានទាំងអស់ចឹង install ហើយទេ install ហើយបើយើងយក model យើងចុច model យក material ចុច material đấy តោះនេះប៉ុន្តែបើសិនវាជាប់សាវឬក៏វាអត់ឡាយសិនយើងចុចខាងស្ដាំនេះទៅណាបាទយើងរកមើលពាក្យ free first ចុចលើហ្នឹងទៅចេញមកអាហ្នឹងមានពាក្យមួយ free first ចឹងអ្វីដែលវា free គឺវាចេញមកលើគេណាចឹងលោកគ្រូយករូបមួយណាក៏បានដែរមកសាញលើ monkey របស់យើងចឹងយើង select monkey យើងចុចលើអាហ្នឹងមកវា download មកហើយតោះមកយើងបិទវាចោលទៅហើយយើងចុច Shift A យើងបង្កើតនៅ landscape មួយទៀតមកពេលចុចក្រោមយើងចុចអក្សរ S ហើយយើងចុចអក្សរ S អក្សរ C scale វាចុចក្រោមបន្ទាប់មកលោកគ្រូដាក់ស្មៅយើង search នេះមកgrass ចឹងយើងយកមួយណាក៏បានយកមួយនេះចុចលើហ្នឹងមកយើងបិទវិញទៅតន់ឃើញគ្រប់គ្នាណា
set បានណាហើយ set បានហើយបាទបន្ទាប់មកយើងមើលកន្លែងនេះមេរៀនគ្រូនេះបញ្ចូលផល setting អក្សរ C នៅក្នុងហ្នឹង standard គឺ solid ហើយ wireframe អាហ្នឹងលាក់ surface material preview render ចឹងពេលដែលលោកគ្រូចុចអក្សរ C វានៅ standard solid ប៉ុន្តែពេលដែលលោកគ្រូឈរនៅលើ wireframe វាលាក់ surface អស់ហើយឃើញតែកន្លាទេតោះនេះដូចបញ្ចូល port icon ណា S3 S4 ណាហើយយើងចុចអក្សរ C មកយើងចូលទៅក្នុង material preview យើងឃើញ material ហើយប៉ុន្តែយើងឃើញពលឺនេះគឺពលឺ standard ទេតោះណាចឹងយើងចង់ឲ្យឃើញពលឺដែលយើងបាន add យើងចុចអក្សរ C យើងចូល render តែចូល render ទៅល្ងិតដោយសារអីនៅក្នុង scene របស់យើងអត់មាន material ទេអត់មាន lighting ទេអញ្ចឹងលោកគ្រូចុច Shift A លោកគ្រូរកមើល light មួយមកនេះលោកគ្រូយកអីគេ real light យក spotlight ក៏បានហើយលោកគ្រូចុច Z ចូល render តែយើងមើលទៅវាអត់ភ្លឺដោយសារអីយើងអត់ទាន់ចុចកន្លែង data ដើម្បីចូលមកក្នុង option parameter របស់វាយើងទៅឡើង power មកយើងទៅឡើង color វាទៅយើងចង់ណាំ pad វិញមកបានណាំ pad 0វាមានពលឺ preview ហ្នឹងចឹងsolid wireframe material preview ហើយនឹង render ឬក៏យើងផ្លិចយើងមើល icon ខាងលើនេះនៅជ្រុងខាងលើនេះមាន4នេះអីហ៎ទី1 wireframe ទី2 solid ទី3 material preview ទី4 render មាន4ណាចឹងយើងដូរនៅលើហ្នឹងក៏បានដែរនេះវាដើរទៅមួយឬក៏យើងចូលទៅក្នុង solid យើងចុចកន្លែង setting សញ្ញាព្រួញហ្នឹងយើងធ្វើការផ្លាស់ប្ដូរ style line វាក៏បានចូលទៅក្នុង studio ចូលទៅក្នុង mocap ឬក៏យើងដូរមក studio standard វិញហើយយើងដូរទៅ render ចឹងពលឺយើងអាចកែវាយើងអាចតម្លើងវាបានតែនៅក្នុងនេះវាអត់សូវភ្លឺអត់សូវអីយើងអាច Shift A មកយើងចូលទៅក្នុង light ទាញវាហើយយើង rotation វា basic ហើយយើង scale វាមកយើងទៅឡើង power វាទៅហើយយើងចុចណាំ pad 0ទៅវារត់ចូលទៅក្នុង view កាមេរ៉ាអញ្ចឹងអាហ្នឹងគេហៅថា solid គេហៅថា wireframe គេហៅថា material preview គេហៅថា render បាទ set កាមេរ៉ាយើងគ្រាន់តែ Shift A ទៅចូលទៅក្នុងកាមេរ៉ាទាញវាចេញមកក្រៅមកហើយយើងចុចណាំ pad លោកគ្រូលុបកាមេរ៉ានេះចោលយើងចុចណាំ pad 0ទៅវារត់ចូលក្នុង view កាមេរ៉ាហ្នឹងហើយយើងចុច tab មក basic កាមេរ៉ា view យើងបង្វិល view ហ្នឹងយើងកំពុងតែទាញទូរស័ព្ទយើងងាកឆ្វេងងាកស្ដាំមក zoom in zoom out
ពេលហើយយើងចុចកន្លែងកាមេរ៉ា True View ចុចអក្សរ N យើង pan យើងអីលេងបានហើយអញ្ចឹងកាមេរ៉ារបស់យើងងាកមករកប្លង់មួយហ្នឹងឯងចុចណាំ pad ទៅវិញហ្នឹងលោកគ្រូយក cycle ទៅ